10 ទៅ 15 ឆ្នាំទៀតមនុស្សអស់ការងារធ្វើមែនឬលោក Elon Musk បានអះអាងថាបញ្ញាសិប្បនិម្មិតនៅជំនួសការងារមនុស្សភាគច្រើនទៅថ្ងៃអនាគតកម្ពុជាមហាសទ្ធិមានផ្ដាច់គេលើលោកនិងជាមនុស្សដែលលោកប្រធានាធិបតីអាមេរិក Donald Trump មានទំនុកចិត្តជាមួយបំផុតនោះបានអះអាងថា10ទៅ 20 ឆ្នាំទៀតមនុស្សនឹងលែងសូវមានការងារធ្វើទៀតហើយពីព្រោះការងារគ្រប់បែបយ៉ាងអាចនឹងត្រូវប្រើបញ្ញាសិប្បនិម្មិតជំនួសតែម្ដងប្រភពពីសារព័ត៌មាន Unilet បានបន្តថាលោក Elon Musk បានបោះពាក្យសម្ដីយ៉ាងដូចនេះខណៈដែលលោកកំពុងតែត្រៀមចុះចេញពីតួនាទីជាមេរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលត្រូវបានលោក Trump អនុម័តបង្កើតឡើងដើម្បីជួយរកប្រភពខ្ជះខ្ជាយលុយរដ្ឋយ៉ាងណាក៏ដោយនៅពេលដែលលោកបានលើកឡើងថា AI នឹងជំនួសការងារមនុស្សសមាជិកប្រសិទ្ធភាពអាមេរិកមួយរូបគឺលោក Bernie Sanders បានសម្ដែងការមិនពេញចិត្តជាខ្លាំងគណៈនោះលោក Sanders បានរិះគន់លោក Musk ដែលចង់បណ្ដេញបុគ្គលិកសហព័ន្ធជាង 25,000 នាក់អំឡុងពេលដែលលោកជាមេក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលលោកស្រីបន្ទោសថានេះហើយគឺជាទង្វើដែលមេដឹកនាំផ្នែកបច្ចេកវិទ្យានឹងធ្វើដាក់បុគ្គលិករបស់ពួកគេទៅថ្ងៃអនាគតនោះនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ CNN លោក Sanders បានបន្ថែមទៀតថាបើមន្ត្រីសហព័ន្ធធ្វើការរាប់ឆ្នាំអាចដកដូចស្វ័យទៅហើយចុះតម្រាំតែបុគ្គលិកឯកជនទៀតតើពួកគេទៅសង្ឃឹមអ្វីកើតជាមួយនឹងការអះអាងរបស់លោក Elon Musk ខាងដើមនេះទៀតសមាជិកប្រសិទ្ធភាពអាមេរិករូបនេះបានយល់ថាមហាសទ្ធិដែលផ្ដោតតែលើប្រាក់ចំណេញអាចនឹងមិនការពារបុគ្គលិកខ្លួនពីការជំនួសឲ្យ AI នោះទេគួរបញ្ជាក់ផងដែរថាទោះបីជាលោក Sanders សមាជិកប្រសិទ្ធភាពអាមេរិកគ្រប់គ្រងភាពរីកចម្រើននៃបច្ចេកវិទ្យាក៏ដោយលោកជឿជាក់ថា AI និងមនុស្សយន្តត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួលការងារបុគ្គលិកមិនមែនសម្រាប់តែបម្រើក្រុមមហាសទ្ធិនោះទេទន្ទឹមនឹងគ្នានេះផងដែរកម្ពុជាមហាសទ្ធិលោក Bill Gates ក៏បានសម្ដែងក្តីព្រួយបារម្ភផងដែរពីព្រោះថាទៅថ្ងៃមុខលោកជឿថា AI ពិតជាមានឥទ្ធិពលចំពោះសង្គមជាតិ